សួស្តីបងប្អូនថ្ងៃនេះធ្វើម្ហូបឲ្យមើលម្ដងចង់ឲ្យការពេលដំបូងយើងវាយពងហើយយើងចាក់ពងចៀនមកដំបូងយើងចៀនពងសិនមកហើយយើងដួសដាក់ចានឲ្យវាស្អាតចឹងមកទុកវាម្លែកមកហើយយើងមានបន្លែចឹងយើងហាន់បន្លែវាស្អាតមកមានដូចជាការ៉ុតផ្កាស្ពៃខៀវខ្ទឹមបារាំងហើយនិងស្លឹកខ្ទឹមបន្តិចផងដែរបន្ទាប់មកខ្ទឹមដែលយើងបានខ្ចាំរួចនេះយើងដាក់វាចូលខ្លាញ់ទៅហើយយើងកូរវាឲ្យឡើងក្រហមទៅមកតមកយើងចាក់ជាមួយនឹងប្រេងខ្យងតើយើងចាក់ប្រេងខ្យងហើយយើងដាក់ស្ករបន្តិចមកប៊ីចេងបន្តិចមកហើយពេលដាក់ហើយកុំភ្លេចកូរផងប្រយ័ត្នខ្លោចនេះសារតែដៃម្ខាងកាត់ផងឲ្យផងតមកយើងមានទឹកស៊ីអ៊ីវនេះទឹកស៊ីអ៊ីវបែរត្រឹមត្រូវឲ្យចាក់វាមកចាក់យកមកកុំខ្វល់តើដល់យើងកូរទៀតកូរសាប់មកហើយបន្លែដែលយើងបានត្រៀមហ្នឹងទុកវាឲ្យចាក់ចូលមកគ្រឿងយើងឈ្ងុយឯងចាក់បន្លែចូលឲ្យកូរវឹតវាមកយើងកូរវាឲ្យបន្លែហ្នឹងវារៀងឆ្អិនតិចណាហើយយើងបើកភ្លើងឲ្យខ្លាំងមកដើម្បីឲ្យបន្លែយើងឆាប់ឆ្អិនហើយស្លឹកខ្ទឹមនេះយើងទុករោយវានៅចុងក្រោយគេតមកពងយើងហាន់វាស្អាតមកហើយបន្លែរៀងឆ្អិនហើយចាំការទៀតដាក់បាយចូលមកកូរយកមកកូរវាសព្វណាឲ្យវាចូលជាតិបានល្អជាមួយនឹងគ្រឿងដែលយើងបានកូរមុនហ្នឹងណាកូរវារហូតដល់តែឆ្អិនហើយបាយយើងហ្នឹងវារៀងស្ងួតទឹកបន្តិចហើយយើងចាក់ពងដែលយើងទុកហ្នឹងចាក់ចូលមកហើយរោយស្លឹកខ្ទឹមមកប៉ុណ្ណឹងវាបានបាត់ហើយមកហូបបានហើយបាយឆារបស់យើងងាយស្រួល channel នេះកុំភ្លេច like ហើយ follow សៀមអ្នកមួយផងបាយ